រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំហោមពិធីក្រុងពាលីនិងតម្កល់បឋមសិលាសាងសង់សួនដៃជោសន្តិភាពខេត្តស្ទឹងត្រែងចូលរួមផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបព័ត៌មានคล้ายៗរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំហោមពិធីក្រុងពាលីនិងពិធីតម្កល់បឋមសិលាដើម្បីចាប់ផ្ដើមសាងសង់សួនដៃជោសន្តិភាពខេត្តស្ទឹងត្រែងនៅថ្ងៃទី18ខែមករាឆ្នាំ2026ក្នុងបរិយាកាសអធិកអធមនិងពោពេញដោយទេចក្តីសោមនស្សរីករាយពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈឿងឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនិងឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំក្រុងស្រុកប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបក្នុងឱកាសនោះឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាការសាងសង់សួនដៃជោសន្តិភាពគឺជាគម្រោងសាធារណៈដ៏មានសារៈសំខាន់ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងបង្កើតលំហសាធារណៈបៃតងសម្រាប់បម្រើជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរឯកឧត្តមបានបន្តថាសួនដៃជោសន្តិភាពនឹងក្លាយជាទីកន្លែងសម្រាប់សម្រាកកម្សាន្តការហាត់ប្រាណការប្រមូលផ្ដុំសកម្មភាពសង្គមនិងជាសញ្ញានៃសន្តិភាពឯករាជ្យនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តស្ទឹងត្រែងជាមួយគ្នានេះក៏ជាការបង្ហាញពីការចងចាំនិងគោរពចំពោះតម្លៃសន្តិភាពដែលកម្ពុជាទទួលបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំជាតិគូបញ្ជាក់ផងដែរថាសួនដៃជោសន្តិភាពខេត្តស្ទឹងត្រែងគឺជាគម្រោងអភិវឌ្ឍសាធារណៈថ្មីមួយដែលរំលឹកថានឹងក្លាយជាគោលដៅសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនិងភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនានិងសម្រាកកម្សាន្តព្រមទាំងចូលរួមលើកស្ទួយសោភ័ណភាពនិងមុខមាត់ទីក្រុងស្ទឹងត្រែងឲ្យកាន់តែរីកចម្រើន